សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel BAA Accounting and Tax Services Ltd Channel ដែលចែករំលែកចំណេះដឹងជាក់ស្ដែងអំពីការងារនិងបទពិសោធន៍វិជ្ជាជីវៈដើម្បីជួយដល់និស្សិតនិងអ្នករៀនគណនេយ្យម្ចាស់អាជីវកម្មបុគ្គលិកនិងអ្នកជំនាញផ្នែកគណនេយ្យនិងពន្ធដារដើម្បីយល់អំពីការអនុវត្តគណនេយ្យនិងពន្ធដារក្នុងសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នានៅប្រធានបទថ្មីមួយទៀតដែលប្រធានបទនោះយើងនឹងជជែកគ្នាអំពីក្រុមហ៊ុនមានចំណូលធម្មតាហេតុអ្វីនៅតែមានបញ្ហាប្រឈមនិងការខ្វះសាច់ប្រាក់សម្រាប់ប្រតិបត្តិការរបស់អាជីវកម្មអញ្ចឹងនៅក្នុងការប្រកបអាជីវកម្មការមានចំណូលជាប់លាប់វាគឺជារឿងដែលល្អហើយប៉ុន្តែមិនមែនមានន័យថាការដែលមានចំណូលជាប្រចាំនេះអាចធានាថាក្រុមហ៊ុននោះនឹងមានស្ថិរភាពផ្នែកហិរញ្ញវត្ថុនោះទេមានអាជីវកម្មជាច្រើនដែលមានចំណូលល្អប៉ុន្តែតែងតែជួបបញ្ហាខ្វះសាច់ប្រាក់សម្រាប់ប្រតិបត្តិការអាជីវកម្មប្រកបដោយភាពតានតឹងដូចជានៅក្នុងការទូទាត់ប្រាក់ឈ្នួលការសងបំណុលឬក៏ទិញទំនិញបន្ថែមជាដើមដូច្នេះការយល់ដឹងអំពីមូលហេតុនៃបញ្ហានេះគឺពិតជាសំខាន់ណាស់ដើម្បីអាចគ្រប់គ្រងសាច់ប្រាក់ឲ្យមានប្រសិទ្ធភាពបានការខ្វះខាតសាច់ប្រាក់សម្រាប់ប្រតិបត្តិការអាជីវកម្មមានមូលហេតុចម្បងជាច្រើនដែលកើតឡើងជាញឹកញាប់ជាពិសេសចំពោះសហគ្រាសធុនតូចនិងមធ្យមហើយបញ្ហាទាំងអស់នោះមានដូចជាទី1គ្មានការគ្រប់គ្រងទៅលើសាច់ប្រាក់បានត្រឹមត្រូវអញ្ចឹងការគ្រប់គ្រងលំហូរសាច់ប្រាក់វាគឺជាប្រភេទនៃការគ្រប់គ្រងហិរញ្ញវត្ថុដ៏សំខាន់មួយដែលជួយឲ្យអាជីវកម្មដឹងថាតើសាច់ប្រាក់ចូលចេញនឹងកើតឡើងយ៉ាងដូចម្ដេចនិងអាចរៀបចំផែនការប្រើប្រាស់សាច់ប្រាក់ឲ្យសមស្របប៉ុន្តែអាជីវកម្មជាច្រើនមិនបានអនុវត្តការគ្រប់គ្រងនេះយ៉ាងមានប្រសិទ្ធភាពនោះទេឧទាហរណ៍ដូចជាមិនធ្វើការវាយតម្លៃលំហូរសាច់ប្រាក់ជាប្រចាំមិនមានការទូទាយសាច់ប្រាក់ក្នុងពេលអនាគតឬក៏មិនមានគោលនយោបាយច្បាស់លាស់សម្រាប់ការគ្រប់គ្រងបំណុលអតិថិជននិងការទូទាត់បំណុលទៅអ្នកផ្គត់ផ្គង់ជាដើមហើយលទ្ធផលនៃការខ្វះការគ្រប់គ្រងបែបនេះគឺអាចនាំឲ្យអាជីវកម្មប្រឈមនឹងការខ្វះខាតសាច់ប្រាក់ក្នុងរយៈពេលខ្លីដែលបណ្ដាលឲ្យមិនអាចបង់ប្រាក់បៀវត្សឬក៏ទិញទំនិញបន្ថែមទាន់ពេលវេលាបានហើយបញ្ហាទី2នោះគឺប្រាក់ចំណូលនិងប្រាក់ចំណាយមិនស្របគ្នាមូលហេតុសំខាន់មួយនៃការខ្វះខាតសាច់ប្រាក់នៅក្នុងអាជីវកម្មគឺការដែលមានប្រាក់ចំណូលនិងប្រាក់ចំណាយមិនសមស្របគ្នានេះឯងនៅក្នុងករណីជាច្រើនអាជីវកម្មអាចមានប្រាក់ចំណូលគិតតាមគោលការណ៍គណនេយ្យប៉ុន្តែសាច់ប្រាក់ពិតប្រាកដមិនទាន់ចូលមកទេឧទាហរណ៍ដូចជាការលក់ទំនិញទៅឲ្យអតិថិជនជំពាក់ឬក៏ការទទួលប្រាក់យឺតពីគម្រោងណាមួយខណៈពេលដែលចំណាយប្រតិបត្តិការទូទៅដូចជាប្រាក់បៀវត្សការទូទាត់ទៅអ្នកផ្គត់ផ្គង់ឬក៏ការចំណាយទៅលើសម្ភារៈត្រូវបានទាមទារឲ្យបង់ប្រាក់ភ្លាមបញ្ហានេះគឺធ្វើឲ្យមានភាពមិនសមរម្យនៅក្នុងលំហូរសាច់ប្រាក់ដែលអាចនាំឲ្យអាជីវកម្មនិងប្រឈមនឹងការខ្វះខាតសាច់ប្រាក់បណ្ដោះអាសន្នប្រសិនបើមិនមានការគ្រប់គ្រងផែនការប្រាក់ចំណូលនិងចំណាយប្រកបដោយប្រសិទ្ធភាពទេនោះអាជីវកម្មអាចនឹងត្រូវការរកកម្ចីបន្ថែមឬបញ្ឈប់ការចំណាយខ្លះៗជាបណ្ដោះអាសន្នដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុហើយបញ្ហាទី3នោះគឺការគ្រប់គ្រងស្តុកទំនិញមិនបានល្អប្រសើរអញ្ចឹងការគ្រប់គ្រងស្តុកទំនិញមានតួនាទីសំខាន់នៅក្នុងការរក្សាស្ថិរភាពសាច់ប្រាក់របស់អាជីវកម្មផងដែរប៉ុន្តែអាជីវកម្មជាច្រើនប្រឈមនឹងបញ្ហានេះដោយសារមិនមានការវាយតម្លៃត្រឹមត្រូវពីតម្រូវការទីផ្សារឬមិនមានប្រព័ន្ធតាមដានស្តុកប្រកបដោយប្រសិទ្ធភាពការទិញទំនិញលើសតម្រូវការឬការរក្សាទុកទំនិញដែលលក់មិនសូវដាច់គឺអាចបណ្ដាលឲ្យសាច់ប្រាក់នឹងត្រូវកប់ទៅក្នុងទំនិញដែលមិនអាចបំលែងជាសាច់ប្រាក់វិញបានរហ័សចឹងលទ្ធផលនៃការគ្រប់គ្រងស្តុកមិនល្អគឺអាជីវកម្មខ្វះប្រាក់សម្រាប់ប្រតិបត្តិការដូចជាការទូទាត់ប្រាក់ទៅអ្នកផ្គត់ផ្គង់ឬក៏ការបើកប្រាក់បៀវត្សជាដើមដូច្នេះការតាមដានស្តុកឲ្យបានល្អប្រសើរនិងការរៀបចំផែនការទិញទំនិញឲ្យសមស្របជាមួយតម្រូវការទីផ្សារគឺជាចំណុចចាំបាច់បំផុតនៅក្នុងការរក្សាសាច់ប្រាក់ឲ្យមានស្ថិរភាព
ចំណុចទី4គឺការប្រើប្រាស់សាច់ប្រាក់ខុសគោលបំណងការប្រើប្រាស់សាច់ប្រាក់ខុសគោលបំណងវាគឺជាបញ្ហាដែលជួបញឹកញាប់នៅក្នុងអាជីវកម្មនៅពេលដែលសាច់ប្រាក់សម្រាប់ប្រតិបត្តិការបានយកទៅប្រើប្រាស់សម្រាប់គោលបំណងផ្សេងដូចជាការវិនិយោគទៅលើគម្រោងថ្មីៗដោយគ្មានការវាយតម្លៃលទ្ធភាពឬក៏ការចំណាយទៅលើបញ្ហាផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្មវានឹងបណ្ដាលឲ្យអាជីវកម្មខ្វះប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃការប្រើប្រាស់សាច់ប្រាក់ដោយគ្មានផែនការនិងគោលបំណងច្បាស់លាស់អាចធ្វើឲ្យលំហូរសាច់ប្រាក់របស់អាជីវកម្មខ្វះសមតុល្យបណ្ដាលឲ្យមិនអាចទូទាត់បំណុលឬក៏ទិញទំនិញបន្ថែមបានទាន់ពេលវេលាដូច្នេះអាជីវកម្មគួរតែបង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងដើម្បីធានាថាសាច់ប្រាក់ត្រូវបានប្រើប្រាស់ត្រឹមត្រូវនិងសមស្របទៅតាមគោលបំណងដែលបានកំណត់ចំណុចទី5មិនបានគិតគណនាតម្លៃចំណាយពិតរបស់ផលិតផលឬសេវាកម្មការមិនបានគិតគណនាតម្លៃចំណាយពិតវាគឺជាបញ្ហាដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្មខ្លះគិតតម្លៃផលិតផលឬក៏សេវាកម្មដោយផ្អែកទៅលើការប៉ាន់ស្មានឬគិតតែចំណាយផ្ទាល់ខ្លះដោយមិនបានរាប់បញ្ចូលចំណាយជាក់ស្ដែងទាំងអស់ដូចជាការប្រើប្រាស់ថាមពលការថែទាំឧបករណ៍ប្រាក់ខែបុគ្គលិកឬក៏ការចំណាយបន្ថែមផ្សេងហើយចំពោះផលិតផលដែលនាំចូលសហគ្រាសខ្លះគាត់គិតតែតម្លៃផលិតផលដែលទិញពីក្រៅប្រទេសមកតែប៉ុណ្ណោះដោយគាត់មិនបានរួមបញ្ចូលចំណាយមួយចំនួនដូចជាចំណាយបង់ពន្ធគយចំណាយលើកដាក់ឬក៏ចំណាយផ្សេងដែលពាក់ព័ន្ធជាមួយនឹងការនាំចូលនឹងតែម្ដងដែលយើងហៅថា landed cost នឹងឯងចឹងលទ្ធផលនៃការមិនគណនាចំណាយពិតគឺធ្វើឲ្យអាជីវកម្មកំណត់តម្លៃលក់ទាបជាងតម្លៃពិតប្រាកដឬមិនសមស្របទៅនឹងការចំណាយដែលកើតឡើងវាធ្វើឲ្យប្រាក់ចំណូលមិនគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងចំណាយប្រតិបត្តិការហើយបណ្ដាលឲ្យអាជីវកម្មខ្វះសាច់ប្រាក់សម្រាប់បន្តប្រតិបត្តិការដូច្នេះការគិតគណនាតម្លៃចំណាយពិតនិងការធ្វើបច្ចុប្បន្នភាពទិន្នន័យហិរញ្ញវត្ថុជាប្រចាំគឺជាជំហានដ៏សំខាន់នៅក្នុងការគ្រប់គ្រងសាច់ប្រាក់ឲ្យមានប្រសិទ្ធភាពចំណុចទី6គ្មានផែនការហិរញ្ញវត្ថុរយៈពេលវែងការដែលគ្មានផែនការហិរញ្ញវត្ថុរយៈពេលវែងវាជាបញ្ហាដែលជួបញឹកញាប់នៅក្នុងអាជីវកម្មតូចនិងអាជីវកម្មកំពុងលូតលាស់អាជីវកម្មជាច្រើនផ្ដោតទៅលើការរកចំណេញខ្លីៗដោយមិនរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតឧទាហរណ៍ដូចជាផែនការវិនិយោគបំណុលឬការគ្រប់គ្រងប្រាក់សន្សំជាដើមពេលខ្វះផែនការរយៈពេលវែងអាជីវកម្មនឹងមិនអាចទស្សន៍ទាយតម្រូវការសាច់ប្រាក់ឬក៏ហានិភ័យហិរញ្ញវត្ថុដែលអាចកើតឡើងនៅពេលអនាគតបាននោះទេវាធ្វើឲ្យកើតបញ្ហាខ្វះសាច់ប្រាក់នៅពេលដែលមានការចំណាយធំឬមានការប្រែប្រួលទីផ្សារផ្ទុយទៅវិញប្រសិនបើអាជីវកម្មមានផែនការហិរញ្ញវត្ថុច្បាស់លាស់នោះនឹងអាចរៀបចំធនធានធ្វើការវិនិយោគឬសន្សំសាច់ប្រាក់បានយ៉ាងសមស្របជាងមុនដូច្នេះការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងវាជាប្រភេទនៃយុទ្ធសាស្ត្រសំខាន់មួយដែលជួយឲ្យអាជីវកម្មរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុនិងជៀសវាងបញ្ហាខ្វះខាតសាច់ប្រាក់ក្នុងពេលអនាគតផងដែរអញ្ចឹងសរុបមកវិញប្រសិនបើមិនមានការគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យបានប្រសើរទេនោះបញ្ហាខ្វះសាច់ប្រាក់នៅតែអាចកើតមានឡើងបើទោះបីជាអាជីវកម្មមានចំណូលធម្មតាឬកើនឡើងក៏ដោយការរៀបចំផែនការលំហូរសាច់ប្រាក់ប្រចាំខែនឹងធ្វើឲ្យការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពការតាមដានការទូទាត់ពីអតិថិជនតាមដានបំណុលនិងការរៀបចំផែនការទូទាត់បំណុលបានច្បាស់លាស់គ្រប់គ្រងស្តុកទំនិញឲ្យបានសមស្របទៅនឹងតម្រូវការទីផ្សារបង្កើនប្រសិទ្ធភាពនៅក្នុងការចំណាយស្វែងរកប្រភពចំណូលបន្ថែមនិងតាមដានស្ថានភាពហិរញ្ញវត្ថុជាប្រចាំគឺជាចំណុចសំខាន់នៅក្នុងការការពារអាជីវកម្មមិនឲ្យជួបបញ្ហាខ្វះសាច់ប្រាក់រក្សាអាជីវកម្មឲ្យមានស្ថិរភាពនិងរីកចម្រើនយូរអង្វែងអញ្ចឹងខ្ញុំសូមអរគុណនៅការយកចិត្តទុកដាក់ស្ដាប់របស់អ្នកទាំងអស់គ្នាសម្រាប់ការចែករំលែករបស់ខ្ញុំនៅក្នុងថ្ងៃនេះ
ហើយខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំចែករំលែកនឹងជួយអ្នកទាំងអស់គ្នាទទួលបាននូវឱកាសបទពិសោធន៍ថ្មីដំណោះស្រាយបញ្ហានិងចំណេះដឹងបន្ថែមអំពីគណនេយ្យនិងពន្ធដារហើយប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏បញ្ហាអ្វីតាក់ទងនឹងគណនេយ្យនិងពន្ធដារសូមអ្នកទាំងអស់គ្នាទុកមតិយោបល់អ្នកទាំងអស់គ្នានៅខាងក្រោមវីដេអូនេះខ្ញុំនឹងលើកយកមកពិភាក្សានិងចែករំលែកនៅក្នុងវីដេអូបន្ទាប់ហើយដើម្បីកុំឲ្យខកខានប្រធានបទឬក៏វីដេអូថ្មីសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like share និង subscribe បន្ថែមចំណេះដឹងតូចៗជារៀងរាល់ថ្ងៃគឺជាគន្លឹះដើម្បីឲ្យការងារនិងអាជីវកម្មរបស់អ្នកទាំងអស់គ្នាកាន់តែរឹងមាំសូមអរគុណនៅការចំណាយពេលវេលាដ៏មានតម្លៃលើប្រធានបទនៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាវិញនៅវីដេអូបន្ទាប់អរគុណច្រើនជម្រាបលា